ต่อเราจะมือหลุมหัดอังกฤษจำนวนใบหลุมหัดទី1គឺកអង្តិក្រាលកំណត់ពី0ទៅ1នៃ x បូក2លើកជាការ៉េនៃ x ហាត់នេះយើងត្រូវប្របែករូបមន្តណាគឺ a បូក b លើកជាការ៉េណា x បូក2ហ្នឹងគឺ a បូក b ហ្នឹងឯងស្មើនឹង a ការ៉េបូក2ដង ab បូក b ការ៉េអញ្ចឹងរបស់យើងនេះវាទៅជាស្មើនឹងយើងចាំថាយើងប្របែករូបមន្តគឺយើងមិនទាន់បានអង្តិក្រាលទេដាក់អង្តិក្រាលមកវិញដដែលអញ្ចឹងដាក់បើកពុំកញ្ចក់ x ការ៉េមានន័យថា a ការ៉េ2ដង ab បូក2គុណនឹង x 2x 2x ហ្នឹងគុណនឹង2ទៀតបាន 4x គឺបាន 4x បូក b ការ៉េ b គឺ2 2ការ៉េគឺ4ណាបិទមកវិញ dx ស្មើនឹងដល់វគ្គដែលយើងត្រូវអង្តិក្រាលកន្លែងនេះគឺយើងប្រើរូបមន្ត x ស្វ័យគុណ n អញ្ចឹងគឺស្មើនឹង x ស្វ័យគុណ n បូក1លើ n បូក1ដែរអញ្ចឹងកន្លែងនេះរបស់យើងស្វ័យគុណ2អញ្ចឹង2បូក1ហ្នឹងអញ្ចឹងវាទៅជា2បូក1វាបាន3ចែកនឹង3បូកគុណ x x កន្លែងនេះគឺស្វ័យគុណ1អត់មានអញ្ចឹងថែម1ទៀតគឺវាឡើង2អញ្ចឹង x ការ៉េ 4x ការ៉េបើវាស្វ័យគុណ2អញ្ចឹងត្រូវចែកនឹង2ដែរបើវាស្វ័យគុណ3ត្រូវចែកនឹង3ដែរចំណែកអង្តិក្រា4គឺជាអង្តិក្រាចំនួនថេរដោយអង្តិក្រាការ dx គឺវាស្មើនឹងការ x អញ្ចឹងយើងគ្រាន់តែថែម x ឲ្យវាមកបើវា4យើងថែម4ដាក់ x មួយទៀតមកអញ្ចឹងយើងអត់មានបូកសេទេដោយសារតែអង្តិក្រាយើងជាអង្តិក្រាកំណត់វាកំណត់វាពី0ទៅ1បន្តមកទៀតគឺយើងសម្រួលមេគុណដែលអាចសម្រួលបានសិនយើងអត់តន់ជំនួសតម្លៃលេខទេក្នុងករណីខ្លះបើយើងអត់សម្រួលលេខវាឃើញធំប៉ុន្តែបើក្នុងករណីនេះយើងថាអត់សម្រួលក៏បានដោយសារតួដែលយើងជំនួសគឺយើងជំនួសតែតម្លៃ x ស្មើ1ទេនៅពេលដែលយើងជំនួស0គឺវាបាត់អស់ហើយអញ្ចឹងក៏វាមានភាពងាយស្រួលដែរយើងអាចជំនួសយកហ្មងក៏បានអញ្ចឹងណាប៉ុន្តែជាទូទៅយើងគួរតែសម្រួលវាសិនទៅព្រោះវាអត់ត្រូវការពេលយូរទេស្ដាយបើយើងគឺ x គីបលើ3បូក 2x ការ៉េហើយបូកនឹង 4x កំណត់2 0ទៅ1បន្តមកយើងជំនួសលេខមកអញ្ចឹងយើងជំនួសតែ1មក1គីបវាទៅជា1ដដែលអញ្ចឹង1លើក3បូក2គុណនឹង1បានន័យថាកន្លែងនេះគឺយើងជំនួស1ចូលណាយើងជំនួសកូនលើមកណា1ការ៉េ1ការ៉េ1អញ្ចឹង2គុណនឹង1 2ដដែល2បូកនឹង4គុណនឹង1ស្មើ4ចំណែកដកនឹងតួមកតាទៀតនេះមិនបាច់ជំនួសទេដោយសារ0ទៅហើយណាអញ្ចឹងខ្ជិលជំនួសវា0ទៅហើយអញ្ចឹងយើងបូកលេខដែលអាចបូកកាត់សិននេះចាក់ស្ដែង2និង4នេះយើងបូកទៅស្មើនឹងបូក6ណាយើងកុំតម្រូវពីបាញ់រួមទាំងអស់ព្រោះវាយូរវាខាតពេលយើងបូកវាសិនមកមិនថាតម្រូវពីបាញ់រួមសិនចាំបូកខុសទេវាត្រូវដូចគ្នាគ្រាន់តែថាយើងចំណាយពេលនៅតម្រូវអានេះដាក់3អានេះ3ហើយគុណ3លើ3ក្រោមហ្នឹងវាយូរអញ្ចឹងអាណាបូកបានយើងបូកវាសិនប្រភេទក៏ដូចគ្នាបើសិនប្រភេទណាមានភាគបែងដូចគ្នាយើងបូកដកវាសិនទៅហើយចាំតម្រូវភាគបែងនៅពេលដែលប្រភេទដែលនៅសល់ភាគបែងវាអត់ដូចគ្នាចាំយើងតម្រូវយើងបាន1 6 3ដង18ណាគុណអញ្ចឹងមកនេះហើយលើភាគបែងរួម3អញ្ចឹងឃើញ19លើទៅ3ណាអានេះជាចម្លើយអូខេយើងចូលទៅលំហាត់បន្ទាប់គឺលំហាត់ខគឺអង្តិក្រាកំណត់ពី1ទៅ2នៃកន្សោម x ការ៉េបូក 2x ដក2លើ x ការ៉េនៃ x តម្រងបែបនេះនៅពេលដែលយើងសង្កេតឃើញភាគបែងវាមានតែមួយតួណាយើងផ្ដាច់វាមិនអញ្ចឹងយើងអត់ទាន់អង្តិក្រាទេដាក់អង្តិក្រាមកវិញដដែលពី1ទៅ2នៃ x ការ៉េលើ x បូក 2x លើ x ការ៉េអានេះ x ការ៉េដែរបាទមិនភ្លេចដក2លើ x ការ៉េ dx គឺផ្ដាច់បែបហ្នឹងបន្តមកយើងអាចសម្រួលវាទៅកន្លែងណាសម្រួលកាត់យើងសម្រួលទៅស្ដែង x ការ៉េចែកនឹង x ការ៉េគឺអស់ហើយសល់1ណាអង្តិក្រាពី1ទៅ2នៃ1បូកសម្រួល x ចោល1នៅសល់2លើ x ដកអានេះអត់មានន័យសម្រួល2លើ x ការ៉េ dx ពេលខ្លះដើម្បីឲ្យងាយស្រួលក្នុងការមើលឲ្យវាដឹងថាវាចូលប្រមុនឯអត់គឺយើងអាចផ្ដាច់វាឲ្យដាច់ទៀតក៏បានដែរមានន័យថាផ្ដាច់អង្តិក្រាពី1ទៅ2នៃ1 dx បូកអានេះយើងអាចទាញ2ចាញ់ណាយើងទាញ2ចាញ់ទៅនៅសល់1លើ x ហើយយើងទាញ2ចាញ់ចេះពី1ទៅ2នៃ1លើ x dx នៅពេលដែលយើងផ្ដាច់អង្តិក្រាមួយយើងដាក់ dx មួយណាដកយើងទាញ2ចាញ់អានេះនៅសល់1លើ x ការ៉េ dx កំណត់ពី1ទៅ2ដដែលណាយើងអាចផ្ដាច់អញ្ចឹងក៏បានដែរដើម្បីមានភាពងាយស្រួលមើលទៅយើងដឹងអានេះរូបមន្តអង្តិក្រា1លើ x អានេះ1លើ x ការ៉េអញ្ចឹងទៅតែយើងថាបើអត់ផ្ដាច់បានអត់អីទេឲ្យតែយើងមើលទៅយល់យើងដាក់គ្នាយកទៅអានេះលក្ខខណ្ឌសម្រាប់គ្នាយើងដែលគាត់អត់សូវច្បាស់ពីគាត់ពេលខ្លះទៅមិនថាមិនទេគាត់ឃើញ2លើ x ចេះគាត់រៀងពិបាកយល់ណាជាក់ស្ដែងគាត់ធ្លាប់តែឃើញ1លើ x ចេះ
ឧទាហរណ៍ទេគាត់ដឹងថាមួយលើក x ហ្នឹងចេញលិនតម្លៃលេខខាតនៃ x ណាតែនៅពេលដែលឃើញ2ចេះគាត់ប្រវាគាត់រៀងតាមអត់ទាន់ណាអញ្ចឹងមើលឃើញអញ្ចឹងបើប្រាប់គាត់ឲ្យទាញ2ចេញមកទាញ2ចេញគាត់ដឹងហើយទាញ2បាននៅសល់1ទាញអា2នេះណាអញ្ចឹងសល់1លើក x ចាអញ្ចឹងមេគុណនេះនៅក្រៅដាច់អញ្ចឹងទៅគាត់ឃើញអានេះគាត់ដឹងតែសម្រាប់គ្នាយើងមួយចំនួនតូចទេតែបើយើងអាចយល់បានយើងធ្វើមកស្មើអញ្ចឹងយើងអាំងទីក្រា1មានន័យថាអាំងទីក្រាចំនួនថេ1អញ្ចឹងយើងថែម x គឺ 1x ណាហើយយើងអត់ទៅសេ1ទេយើងដាក់ x តែម្ដងចំណែកកន្លែងនេះយើងដឹងហើយមិញណាយើងចាំថាអាំងទីក្រាពេលចេញគឺសម្បូរអាពួករៀងហ្នឹងណា1លើក x គឺស្មើលិនតម្លៃលេខខាតនៃ x តែបើយើងវាអាំងទីក្រាកំណត់យើងអត់ចាំបាច់ទៅការបូកផ្សេងនេះទេណាហើយមួយទៀតគឺ1លើក x ការ៉េយើងចាំអាពួកហ្នឹងអាសាឃើញនេះវាចេញដក1លើក x បូកផ្សេងដែរណាដក1លើក x 1លើក x ការ៉េហ្នឹងចេញដក1លើក x បើ1លើក x តែម្ដងចេញលិនតម្លៃលេខខាត x អញ្ចឹងបើយើងនេះ1លើក x តែយើងកុំភ្លេចយើងមានមេគុណ2នៅខាងមុខ2អញ្ចឹងអានេះវាចេញលិន x លិនតម្លៃលេខខាត x ណាដាក់ x ក៏បានដែរព្រោះ x យើងពី1ទៅ2វាវិជ្ជមានដកនឹង2កន្លែងនេះ1លើក x ការ៉េវាចេញដកទៀតណាវាចេញដក1លើក x អញ្ចឹងប្រយ័ត្នកន្លែងហ្នឹងអញ្ចឹងបានន័យថានេះវាមានដក1លើក x ណាអូខេហើយយើងអាំងទីក្រារួចយើងដាក់និមិត្តសញ្ញាអាំងទីក្រាមកទៀតទេគឺយើងបិទគ្នាចេះមកយើងដាក់កូលវាមកកំណត់ពី1ទៅ2តមកយើងមើលកន្លែងស៊ីសងដូចជាក់ស្ដែងយើងស៊ីសងអត់មានទេតែមានកន្លែងគុណបញ្ចូលនេះមួយយើងគុណវាសិនមកឲ្យវាស្រួលមើលស្មើនឹង x នេះទុកដដែលបូក2លិនដាក់លិន x តែម្ដងក៏បានឬក៏យើងធ្វើទុកតម្លៃលេខខាត x ក៏បានអត់អីទេអានេះគុណចូលដកគុណដកវាបានបូកអញ្ចឹងវាដកបូក2លើ x នៅតែដាក់នេះដដែលកំណត់ពី1ទៅ2ណាបន្តមកចំនួន2ចូលចំនួនកូលលើចូលកន្លែងណាមាន x ចំនួនវាចូលឲ្យតែមាន x ចំនួនវាចូលមកអញ្ចឹងវាទៅជា2បូកនឹង2លិន2តែម្ដងទៅព្រោះវាវិជ្ជមានហើយបូកនឹង2លើ2អញ្ចឹង2លើ2យើងដាក់1ហ្មងទៅណាជិលទៅសេយូនេះព្រោះយើងដាក់2ចូលណាបានន័យថាចំនួនចូល x កន្លែងនេះចំនួនចូល x កន្លែងនេះចំនួនចូល x កន្លែងនេះដកហ្នឹងកន្លែងនេះគឺយើងគូតែប្រើវងកញ្ចក់មួយសិនមកហើយបន្តមកយើងចំនួន x ចូលដូចគ្នាប៉ុន្តែម្ដងនេះគឺយើងយក1យកគោលក្រោមចំនួនចូល x នេះចំនួនចូល x នេះចំនួនចូលកន្លែងនេះជាស្ដែងកន្លែងណាដែលអាចកណនាបានយើងកណនាហើយមកដូចកន្លែងនេះលិន1ស្មើ0ហ្នឹងមិនចំនួនហត់ទៀតទេត្រូវទេព្រោះលិន1 0គុណ2 0បាត់ហើយតនេះ1ណា1ណាតនេះចំនួនទៅ1 2លើ1ស្មើ2អញ្ចឹង2បូក1យើងឃើញគឺឃើញ3ហើយប៉ុន្តែបើយើងថាគិតចឹងរៀងពិបាកតែដាក់មកសិនក៏បានដែរតែគ្រាន់តែកន្លែងនេះដូចជាក់ស្ដែងយើងដឹងតែ0មិនដាក់ទេ0ហើយតែហ្នឹងលិន1អញ្ចឹងនៅសល់1បូកនឹង2ណាសល់1បូកនឹង2ចាហើយចាំយើងគិតតទៀតក៏បានដែរឬក៏ដាក់ដក3តែម្ដងក៏បានស្មើនឹងតនេះ1បូក2ស្មើ3បូក2លិន2បាច់គិតតម្លៃទេណាទុកជាប់ចឹងមកដកនឹង3ណាអញ្ចឹងដក3នេះអស់ហើយណាស្មើនឹង2លិន2អានេះជាចម្លើយចុងក្រោយហាត់ចុងក្រោយវារៀងហើយអាចរៀងពិបាកបន្តិចណាប៉ុន្តែមិនអីបើយើងធ្លាប់ស្គាល់រូបមន្តនឹងហើយវាអត់ស្មុគស្មាញច្រើនទេកន្លែងនេះយើងត្រូវដឹងរូបមន្តមួយគឺអាំងទីក្រាតម្រងអុយព្រីមលើអុយ dx អានេះគឺចេញលិនតម្លៃលេខខាតនៃអុយបូកសេអញ្ចឹងបើយើងចាំរូបមន្តហ្នឹងយើងមានរូបមន្តហ្នឹងយើងយល់យើងអាចធ្វើបានហើយលំហាត់ហ្នឹងទៅជាលំហាត់ស្រួលវិញហើយអុយព្រីមលើអុយណាគឺចេញលិនតម្លៃលេខខាតអុយអូខេឥឡូវយើងចាប់ផ្ដើមធ្វើវាចេញអញ្ចឹងដោយរបៀបណាទៅការយើងគឺស្មើអាំងទីក្រាកំណត់ពី0ទៅ1នៃស្វ័យគុណ x លើស្វ័យគុណ x បូក 2dx អញ្ចឹងយើងទៅពិនិត្យមើលបែងនេះបើសិនជាយើងយកពីបែងនេះទៅ d ដើម្បីតែវាចេញកសោខាងលើនេះអត់វាចេញបើសិនជាយើងយកស្វ័យគុណ x បូក 2 ទៅ d ដើម្បីគឺវាស្មើនឹងស្វ័យគុណ x d ដើម្បី2 0អញ្ចឹងវាឃើញស្វ័យគុណ x នេះណាអញ្ចឹងឃើញទូខាងលើនេះអញ្ចឹងយើងអាចទៅសេបែបនេះអាំងទីក្រាកំណត់ពី0 1នៃស្វ័យគុណ x បូក 2ប៉ុន្តែយើងដាក់ព្រីមលើស្វ័យគុណ x បូក 2d dx ហើយយើងសេតម្រង់បែបហ្នឹងគឺយើងអត់ចាំបាច់ទៅដូរគោលនេះទេណាដូរទេព្រោះអត្ថេយើង x ដដែលអញ្ចឹងអានេះវាចូលរៀងហើយណាអានេះវាដូរជាអុយព្រីមលើអុយណាឃើញទេពេលប្រឡងហើយអាចចេញរៀងចឹងដែរព្រោះដូចជាឆ្នាំទៅចេញហ៎ព្រោះហ្នឹងណាប្រយ័ត្នចាំយើងអាចបន្ថែមតាមក្រោយទៀតដែលចេញតម្រង់ចឹងចឹងយើងបានអីគេយើងបានលិនឡាយលេខខាតនៃនេះអុយយើងគឺនៅខាងក្រោមនេះគឺអុយណាស្វ័យគុណ x បូក 2កំណត់ពី0ទៅ1ចំនួន1ចូល
ទៅជា len នៃ xoay គុណ1ណាចំនួន1ចូលបូក2ដកនឹង len ចំនួន0ចូលxoay គុណ0បូក2ដដែលយើងគិតតម្លៃលេខហ្នឹង len នៃ xoay គុណ1គឺនៅតែដដែលអញ្ចឹងបូក2ដដែលអត់មានបូកគ្នាកាត់ទេកន្លែងនេះដកxoay គុណxoay គុណ0មានន័យថា1ចំនួនxoay គុណ0គឺស្មើនឹង1ណា1បូក2 3អញ្ចឹងដក len 3យើងអាចបំលែងរូបមន្តនេះទៅជា len នៃបូក2លើ3ផលដក logarit ណា logarit ដក logarit ចេញ logarit នៃផលចែកអាចបំលែងរូបមន្តនឹងបាន